ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាជិះម៉ូតូទៅលេងប្រាសាទចំនួន5ក្នុងរយៈពេល4ម៉ោងនៅក្នុងខេត្តសៀមរាបតោះអញ្ចឹងទៅមើលទាំងអស់គ្នាថាតើមានប្រាសាទណាខ្លះប្រាសាទទី1ដែលខ្ញុំបានទៅគឺប្រាសាទព្រៃកសាងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាដែលតួប្រាសាទមានទំហំតូចនិងមានការបែកបាក់អស់ជាច្រើនមានកំពែងព័ទ្ធជុំវិញនិងមានសភាពស្ងប់ស្ងាត់មានរូបចម្លាក់ស្អាតៗគួរឲ្យចង់ទស្សនាប្រាសាទទី2គឺប្រាសាទតាសោមដែលស្ថិតនៅខាងកើតប្រាសាទនិពន្ធនៅក្នុងប្រាសាទហ្នឹងគឺបានតាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាដោយសារតែមានក្បូរក្បាច់រចនារស់រវើកនិងមានដើមឈើធំផ្ដល់ជាម្លប់ដល់ភ្ញៀវនិងលម្អសោភ័ណភាពដល់ប្រាសាទទៀតហើយនៅទីនោះមានបរិយាកាសត្រជាក់ល្អจึงស័ក្តិសមនៅក្នុងការសម្រាកលំហែកាយរបស់យើងមែនទែនបន្តដំណើរទៅកាន់ប្រាសាទទី3គឺប្រាសាទមេបុណ្យខាងកើតដែលជាសំណង់ប្រាសាទដែលសាងសង់អំពីឥដ្ឋលាយថ្មភក់និងថ្មបាយក្រៀមនិងមានទម្រង់ជាប្រាសាទភ្នំហើយរចនាបថស្រដៀងទៅនឹងប្រាសាទប្រែរូបទៀតផងនៅមិនឆ្ងាយពីប្រាសាទមេបុណ្យក៏មានប្រាសាទតូចមួយដែលធ្វើឲ្យភ្ញៀវទេសចរមិនអាចរំលងបាននោះគឺប្រាសាទក្រវ៉ាន់ដែលសាងសង់ឡើងពីដីឥដ្ឋមានកំពូល5ទន្ទឹមគ្នានិងមានរូបចម្លាក់ស្អាតគួរឲ្យចង់ទស្សនាថែមទៀតគោលដៅចុងក្រោយរបស់ខ្ញុំគឺប្រាសាទអង្គរវត្តដែលជាប្រាសាទសាសនាដ៏ធំមួយក្នុងពិភពលោកនិងជាកន្លែងដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជាវាជាលើកទី9ដែលខ្ញុំបានមកកាន់ទឹកដីដ៏អច្ឆរិយៈរបស់បុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយហើយទឹកដីខេត្តសៀមរាបនេះទោះមកប្រមាណដងក៏មិនដែលខកបំណងដែរព្រោះដោយសារតែទេសភាពស្អាតខ្លាំងមែនទែនអរគុណជួបគ្នានៅវីដេអូក្រោយជាបន្តទៀតជម្រាបលាបាយបាយ